OK វើត្រង់ជួបខ្ញុំបានមកដែរជាមួយខ្ញុំបាន support តាមពេលវេលាមកដែរដែលជួបជាមួយនឹងខ្ញុំបាន support ដែលជានិស្សិត IT ឆ្នាំទី2រៀននៅសាកលវិទ្យាល័យ Norton Department Software Development ហើយបាទហើយបច្ចុប្បន្នខ្ញុំរៀនឆ្នាំទី2ហើយឆ្នាំទី2ហើយដោយសារតែឆ្នាំមុនខ្ញុំបានរៀនឆ្នាំទី1អញ្ចឹងមកដល់ពេលនេះខ្ញុំរៀនឆ្នាំទី2ហើយ semester 2អញ្ចឹងខ្ញុំនឹងមានបទពិសោធន៍មួយចំនួនដែលខ្ញុំចេះតាមបានចែករំលែកទៅកាន់អ្នកទាំងអស់គ្នាខ្លះទាក់ទងមួយនឹង Java Programming ព្រោះដោយសារ Java Programming គឺជាភាសាមួយដែលពិបាករៀនបំផុតខ្ញុំមានសិស្សមួយចំនួនគាត់ប្រាប់ខ្ញុំថា Java Programming គឺពិបាកក្នុងការរៀនខ្លាំងអញ្ចឹងហើយខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាទាក់ទងមួយនឹង Java Programming អូខេឥឡូវក៏មកខាត់ពេលនោះអ្នកគ្នាចូលមកកាន់កម្មវិធី VS Code របស់យើងអញ្ចឹងដើម្បីប្រើប្រាស់កម្មវិធី Java Programming ខ្ញុំប្រាប់ពីរបៀបក្នុងការ install ក្នុងការតម្លើងចឹងទី1អ្នកគ្នាត្រូវចេះ install វាអ្នកគ្នាដាក់ពាក្យថា Oracle ហើយថា download Java Oracle អូខេចឹងយើង download Java Oracle ពេលអ្នកគ្នាយកពាក្យថា download Java Oracle បន្ទាប់មកអ្នកគ្នាត្រូវ download វាចឹងអ្នកគ្នាប្រើ make យើងត្រូវចុចលើ make ត្រូវអត់សម្រាប់កុំព្យូទ័រ make ហើយយើងយកពាក្យថានេះ x64 ហើយ install នេះហើយ install មកតែបើខ្ញុំប្រើ Windows បើសម្រាប់អ្នកប្រើ Windows យើងយកពាក្យ Windows មកហើយ Linux ប្រើយក Linux ហើយយើងយកពាក្យថា x64 MSI installer អញ្ចឹងអ្នកនេះធ្វើការដំឡើងចឹងដោយសារតែខ្ញុំបានតម្លើងវាហើយឯនេះខ្ញុំតម្លើងវាហើយឯ Oracle មួយហ្នឹងនេះ Oracle ហ្នឹងខ្ញុំតម្លើងហើយនេះនៅក្នុងនេះអញ្ចឹងខ្ញុំប្រចាំតម្លើងទៀតឯណាមួយទៀតអ្នកនេះត្រូវមានកម្មវិធីមួយទៀតដែលយើងហៅថាជាកម្មវិធី VS Code ចឹងអ្នកនេះ search ពាក្យថា VS Code មកនេះហើយយើងត្រូវតម្លើងកម្មវិធី VS Code មួយនេះបាទនៅលើកុំព្យូទ័ររបស់យើងណានៅលើកុំព្យូទ័ររបស់យើងមកនេះចឹងដោយសារតែខ្ញុំមានដូចគ្នាអញ្ចឹងខ្ញុំប្រចាំទេខ្ញុំគាត់តែចូលទៅបើកចឹងអ្នកនេះចូលបើកវាអ្នកនេះយកពាក្យថា VS Code អូខេតបមកអ្នកនេះធ្វើការយកពាក្យ run administrator អូខេបាទប៉ុន្តែដោយសារតែខ្ញុំបានបើកហើយអញ្ចឹងខ្ញុំគាត់តែចូលតែម្ដងមកនេះអូខេដោយសារខ្ញុំយកផ្ទាំងពេលអ្នកនេះចូលមកអ្នកឃើញផ្ទាំងថ្មីបែបនេះហើយអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរតោះខ្ញុំនឹងទៅប្រាប់អ្នកទាំងគ្នាក្នុងការដោះស្រាយវាអញ្ចឹងអ្នកគ្នាដើម្បីធ្វើការបើក folder បង្កើត folder ថ្មីអ្នកគ្នាយកពាក្យថានេះមកនេះ open file តមកយកពាក្យ desktop ហើយ scroll ឡើងទៅលើអ្នកគ្នាត្រូវយក mouse ស្ដាំយកពាក្យថា new ដើម្បីធ្វើការបង្កើត folder ថ្មី new ហើយអ្នកគ្នាយក folder តមកអ្នកគ្នាដាក់ឈ្មោះ folder វាថាជា Java ខុសចឹងទៅបាទ underscore ដាក់ពាក្យថា full focus ចឹងទៅហើយយកពាក្យថា open ប៉ុន្តែដោយសារតែខ្ញុំបានបង្កើត file ហ្នឹងហើយឯនេះ file ដែលខ្ញុំបង្កើតហ្នឹងគឺមានស្រាប់ហើយ file Java ហ្នឹងចឹងខ្ញុំបាច់ចាំទៅព្យាយាមអង្គុយធ្វើវា down បង្កើតវាទៀតទេបើកាន់តែយកទៅមានខ្ញុំបង្កើតមកនេះខ្ញុំដាក់ពាក្យថា Java focus ចឹងខ្ញុំចូលមក file ហ្នឹងតែម្ដងណាចូល file ហ្នឹងតែម្ដងយើងយកពាក្យថា Java focus គេចុច select លើវាមកយើងយកពាក្យថាdemo ចុចជាមួយនឹង operator ឬក៏ demo ជាខ្លះអីចឹងណាបាទ demo ជាខ្លះបើកាន់តែអ្នកគ្នាអត់មានទេអ្នកគ្នាត្រូវតម្លើងកម្មវិធីហ្នឹងចឹងដោយសារខ្ញុំមាននេះ Java focus ចឹង select លើ folder មួយហ្នឹងយើងយកពាក្យថា VS Code setting ចឹងពេលនេះយើងចូលមកកាន់ folder មួយហ្នឹងហើយអូខេអញ្ចឹងនេះដោយសារតែខ្ញុំបើកទាំងនេះដល់នេះយកទៅនេះមាននេះ Java focus ចុចលើវាមកហើយអ្នកនេះយក Java focus ទៀតយកពាក្យថា operator អញ្ចឹងវានឹងបើកផ្ទាំងនឹងឲ្យយើងតែម្ដងណាអូខេអញ្ចឹងដើម្បីធ្វើការនេះយើងអាចដោះវាចេញបាទដោះវាចេញអូខេអញ្ចឹងដើម្បីអ្នកនេះធ្វើការបង្កើត folder ថ្មីខ្ញុំបរៀនអ្នកទាំងខ្ញុំពីការបង្កើត folder ថ្មីតែម្ដងដើម្បីកុំឲ្យខាត់ពេលវេលាយូរនេះអូខេអញ្ចឹងឥឡូវខ្ញុំបរៀនអ្នកនេះជាបង្កើត folder តោះចូលមកទៀតណាតោះយកពាក្យថា VS Code អធិស្ឋានយកពាក្យថា VS Code អូខេយកពាក្យថា VS Code បន្ទាប់មកអ្នកនេះយកពាក្យថា Run Administrator អូខេហើយយើងយកពាក្យថាអូខេតោះបាទអញ្ចឹងពេលនោះយើងនឹងបើកផ្ទាំង Visual Studio Code ថ្មីមួយបងណាបាទយើងបើកផ្ទាំង Visual Studio Code ថ្មីមួយប៉ុន្តែខ្ញុំចង់បង្កើត folder ថ្មីមកយក folder ចាស់មកនិយាយដើម្បីធ្វើការបង្កើតអ្នកនេះដាក់នៅក្នុងណាក៏បានក្នុង document ក្នុង desktop និងដាក់ក្នុង document new ហើយយកពាក្យថា file អូខេហើយដាក់ពាក្យថា Java full focus ហើយយើងធ្វើការ select យកវាមកអូខេមានធ្វើការ save អានេះទុកអញ្ចឹងវានឹងបើកផ្ទាំង folder ថ្មីមកឲ្យយើងតែមួយយើងដាក់ឈ្មោះវាថាជា Java មិញណាបាទ
cắt ba nó cho nó đi mất Java focus và vô việc select chứ mình làm bao về reload ở dưới bao tiếng mây đầm nó nhá để sao nhâm chọn bao tiếng mây để sao tiếng chắc vì mới tới slow xịt nhỉ tóm nó nhạc như cho một cái folder một chương trong anh folder nhạc như đã folder đã biệt tha Java example trong màu để xa tẹt tôi mới nâng Java vì muốn operator mới string mới nhưng phải tập ni hào gì đo thầm array á nâng ấy và đã đo array liên hệ nâng từ inheritance người thử chứ nhưng thư ca và cả script về mỗi nhạc hay đã biệt tha chia đẩy đã từ chân nhạc hay đã biệt tha chia main đã main tới main dot chân trá Java là main dot Java bên nhạc này dùng main dot Java về nó viên đang reload màu dương reload thẹp nàng bên đây bị chỉ bánh ha sự nhập dương tiền của design dùng hoàn toàn ăn dùng ăn gì mình chẳng này ok chắc cái tóm móc đồng mấy thư ca bảo tiếng mới nâng bán nhưng thư ca cho mỏ cam thi như bây giờ môi sân nhạc này thời là cam thi này Java được nông ở công tơ bây giờ anh em đọc vì chào xong chút giờ xíu niệm đo đang chào anh em vô folder file vào nhung mình ok nhé ok cho nhạc như thời là cam thi đi mùi này Java đi mùi này dương thời là về sáng xanh nhưng là nhưng còn reload thì một tiết nhạc nghe là biệt tha code runner ok là code runner trong bên này là code runner nhạc này bao tăng năng trên nhạc này là bao là người màu này hiện là vô code runner này là mùi trong những reload được một tiết để sai nhầm tổng là hảo vậy ok ok trong những cho một file vào dùng mình chứ là mấy thứ KC chào quá nhạc nghe thử C tam step by step còn nó step by step chứ nhạc nghe thử ta lại nghĩa lại cam thi run code một cho cô nhạc nghe thử vô ní mót nhẹ cái lại tre bấy vô biệt tha terminal vô nhu terminal mà được biết tiếp nhạc nghe vô control shift hay nó sẽ nhà thay được chẳng vì đang load trên để mình nó terminal dạng auto được thì chẳng vì lươn á để mình bao vì hay những bao anh bao ban chọn nhưng anh bao lừa closer dạ bao lừa give hop give back command pro switch terminal ấy dùng nhiên chọn và đấy nhưng mà bao lừa năng tiền nhưng cho nhạc này một bao lừa terminal nhưng đặc biệt tha Java độ version yeah chẳng vì nó ba hai version bỏ Javaแบบนี้คือnhé ok nếu như chạy version Việt tao mới nhập hệ thư ca ta xe nó mẹ public class ấy cái public class main chứ nó không public class main nhưng nhiên từ lơ public public chân viên năng phơi đầm ná cam project mọi dương này để sai dương tầm bao tập bộ chân viên score thì chân viên năng đa đầm ná cam project ở dương một đông môi tại một hay nạp này anh select pizza để nạp này được món này đầm bây dương run nửa project bây dương môi năm ok run project nửa project môi năm ok chân như một đoạn tiết nạp này đã biệt hạ public hay dịch tôi bên là tập này em xong xuống mới thống được cho đầm này nạp này ban vừa xong xuống ta lời bên đăng máy ta đây là này tập này vô đây public class ta lời main trên nó public class main này đây có ta lời public static void main chứ đã về chia từng vùng string và đã về chia string và tóm mà này chia eorg ok tóm mà nhập này thử thua tham step by step vì đã thắp p was not declared cho nên mới p score nhập như thử rep từ lửa add packing rồi còn boolean chào boolean chào ok chẳng vì score này thì nhá dạ score cho nhập này sẽ syntax bảo vệ ba này lấy nhóm trong vậy để tao mình example bao nhiêu chẳng nhóm cho nhập như thua để tao mình Java program mình ngồi làm HTML kêu dân thư ca display org number between cho lọc vì mỗi đo mà rồi nhưng cho nhập như ở thương ca và hàng trên nguồn org tôi hay là chơi trên nguồn xe thờ bờ event trên nguồn code org trên nguồn xe chứ cho nhập như ba hàng đi trên nguồn xe trong vì lệnh một đợt lệnh mà rồi ở bìa rộp tá lấy nó đây chỉ lệnh xe class chắc là bây thơ ca
ប្រើតែទៅជាមួយនឹង org number នៅក្នុងហ្នឹងអ្នកគ្នាត្រូវ score វាខ្លះចឹងខ្ញុំបង្ហាញមកដាក់ពាក្យថា define to display the org number between 1 ដល់ 100 ចឹងចន្លោះពីលេខ 1 ដល់លេខ 100 អញ្ចឹងខ្ញុំធ្វើការបង្កើត class មួយដែលមានឈ្មោះថាជា org number ហើយដាក់វាជា public static void main មកចឹងខ្ញុំចង់រកអីចង់រកចំនួនណាដែលវា org number គេហៅថាជាចំនួនសេសណាបើ event ចំនួនគូ org ចំនួនសេសចឹងអ្នកគ្នាដាក់ចំនួនទៅអ្នកគ្នាអត់បាក់ទេអ្នកគ្នាគាត់ទៅ save ពាក្យថា system.out បន្ទាប់មកអ្នកគ្នាធ្វើការដាក់ឲ្យវា display ពាក្យថា the number of the ចឹង the number of the org is ចឹងមកបន្ទាប់មកអ្នកគ្នាយកវាទៅខាម៉ាមួយបន្ទាប់មកអ្នកគ្នាធ្វើការយកវាចែកខ្ញុំដាក់ថាប្រសិនបើអីចឹងអ្នកថាយើងប្រើ loop បាទមកដល់កន្លែងហ្នឹងអ្នកគ្នាត្រូវប្រើ loop for បើសិនបើ i វាជាស្អីដល់for សិនបើ i វាស្មើមក0ចឹង i យើងតូចជាងឬស្មើ100ចឹងពេលនោះគឺ i បូក i បូកអញ្ចឹងពេលនោះបើសិនតែ i ស្មើ0មានតែ i start ចាប់ពី0អញ្ចឹង i ទៅជាង100អញ្ចឹងថា i រត់ចាប់ពី0ដល់100មកបាទ i រត់ចាប់ពី0ដល់100អត់មានអាចខូបបើយើងអាចចង់បានធ្វើការមួយជុំខូបអ្នកមានត្រូវកំណត់វាថាធម្មតាតូចជាងឲ្យវាស្មើណាអូខេជាបន្តមកអ្នកមានដាក់ថាប្រសិនមក i ហ្នឹងបាទចែកនឹង2បាទចែក2ស្មើ0ពិតចឹងមិនស្មើ i ចែក2ស្មើ0ពិតបាទពីមុនអ្នកគ្នាប្រើថាបើសិនបើ i ចែក2ស្មើ0អាហ្នឹងឲ្យវាបង្ហាញថាជា event ត្រូវអត់ជាចំនួនគត់ទៅវិញឲ្យវាបង្ហាញថាជាចំនួនសេសតែមកដល់កន្លែងនេះខ្ញុំមិនឲ្យយើងធ្វើអញ្ចឹងហើយមកដល់កន្លែងនេះយើងត្រូវយក i ចែកនឹង2ប៉ុន្តែយើងដាក់វាមិនស្មើវិញពីមុនអ្នកគ្នាដាក់វាថាជាស្មើ0គេថាបើសិនបើ i ហ្នឹងរត់ចាប់ពី0ដល់100ហើយអ្នកគ្នាយក i ទៅចែក2ស្មើ0អញ្ចឹងចែកទៅបើកាន់នេះជាចំនួនគត់អាហ្នឹងចែកដាច់អញ្ចឹងអានោះបង្ហាញទៅចំនួនគត់បើសេសតែនេះយើងចង់រក event រក org អញ្ចឹងអ្នកគ្នាត្រូវតែយកវាទៅជាមិនស្មើវិញអញ្ចឹងបដូរពីស្មើទៅជាមិនស្មើអញ្ចឹងយើងរែបខ្ញុំដាក់ថាបើសិនបើ i ចែក2មិនស្មើ0អញ្ចឹងបើសិនបើ i ចែក2មិនស្មើ0អញ្ចឹងយើងបាន system បាទដល់ទៅនឹងout បន្តមកអ្នកនេះដាក់ពាក្យថា i បានដាក់ពាក្យថា the number បន្តមកអ្នកនេះធ្វើការបញ្ចេញតម្លៃមួយនឹងចេញឲ្យគេបញ្ចេញតម្លៃអីឲ្យវាបញ្ចេញតម្លៃ i អូខេឲ្យវាបញ្ចេញតម្លៃ i របស់យើងហើយបូកជាមួយនឹង dot clear អូខេអញ្ចឹងពេលនេះខ្ញុំធ្វើការអានេះខ្ញុំដាក់ពាក្យថាពពួក accessing បាទជាពពួក accessing the អីគេ the org number របស់យើងហ្នឹងអាហ្នឹងគឺជាពពួក accessing នៅក្នុង org number អញ្ចឹងខ្ញុំធ្វើការ run អញ្ចឹងពេលខ្ញុំ run code ហ្នឹងទៅអូខេវាដើរអញ្ចឹងវានឹងរាប់នេះវានឹងប្រាប់តែចំនួនorg number ដែលតែជាចំនួនគូ event ចំនួនសេសអញ្ចឹងចំនួនគូវាអាចមានលេខម៉ានមានលេខ1លេខ3អធិស្ឋានលេខសេសអធិស្ឋានចំលេខគូលេខសេសអញ្ចឹងលេខ1លេខ3លេខ5លេខ7លេខ9នេះចឹងមកមានតែលេខដែលចែកមិនដាច់អានហៅថាជាចំនួនសេសហើយបើចំនួនគូអ្នកគ្នាយក i ចែក2ស្មើ0ពេលចំនួនសេសអ្នកគ្នាក៏ដាក់វាមិនស្មើបដូរទៅជាមិនស្មើខ្ញុំអាចហ្នឹងគឺជាលំហាត់ទី1អញ្ចឹងសម្រាប់លំហាត់ទី1គឺយើងមានប៉ុណ្ណឹងខ្ញុំសុំ zoom ដល់គ្នាឲ្យ zoom យក setting ឬក៏អ្នកគ្នាអាចយក control នេះដើម្បីចូល setting អ្នកគ្នាយក control សញ្ញាក្បៀសមួយក៏បានដែរ control សញ្ញាក្បៀសអញ្ចឹងវាចូល setting ឯងដល់នោះអ្នកគ្នាយកពាក្យថាទំហំវា17ហ្នឹងទៅឲ្យវាធំណាដើម្បីងាយស្រួលការសេចឹងដាក់19អ្វីដើម្បីខ្ញុំបង្ហាញឲ្យដល់គ្នាងាយស្រួលការសេហ្នឹងគឺការស្វែងរកជាចំនួនគត់ចំនួនសេសអូខេអញ្ចឹងប៉ុណ្ណឹងយើងហៅវាថាជាគេបាទហៅវាថាជាការ display នៅរាល់ពពួក accessing អស់អូខេអញ្ចឹងបន្តមកទៀតខ្ញុំធ្វើការចូលដល់លំហាត់ទី2ខ្ញុំត្រូវទៅបង្កើត folder មួយទៀតបាទកុំឲ្យអ្នកនេះច្រឡំអញ្ចឹងខ្ញុំបង្កើត folder មួយទៀតគឺខ្ញុំចង់លំ
ហាត់មួយទៀតខ្ញុំចង់អ្នកទាំងគ្នារកតាក់ទងមួយនឹងនេះរកតាក់ទងមួយនឹងចំនួននេះម្ដងការធ្វើផលបូករកចំនួនអក number ចំនួនចាស់តែចំនួនសេដូចគ្នាយើងធ្វើផលបូកមួយម្ដងប៉ុន្តែអ្នកគ្នាពីមុនអ្នកគ្នាធ្វើវាជាលក្ខណៈនេះលក្ខណៈចំនួនធម្មតាត្រូវអត់តែសារហ្នឹងអ្នកគ្នាចង់បានជាចំនួនអកត្រូវអត់អញ្ចឹងអ្នកគ្នាត្រូវបង្កើត folder ថ្មីមួយមានដាក់ពាក្យថាអូខេខ្ញុំដាក់ពាក្យថាអានេះគេចង់រក sum out of number between ពី1ដល់100គេចង់រកផលបូកនៃចំនួនសេសបាទចាប់ពី1ដល់100អញ្ចឹងយើងដាក់វាជា sum out ឆ្នាំអញ្ចឹងខ្ញុំបង្កើតទៅលើ sum out ឆ្នាំដែលវា start ចាប់ពី1ដល់100អញ្ចឹងវានឹងប្រាប់យើងនេះpublic ខ្លះទៅលើ sum out ឆ្នាំពី1ដល់100ហើយអានេះបើកាលនៃវាស្គាល់អ្នកគ្នា rep វាតិចមកនេះ rep វាចូល workspace ផែននេះJava example អ្នកនេះ rep វាយើងមិនប្រើវាក៏បានដែរលុបចោលទៅដូចជាអត់អីទេតោះនេះឲ្យអ្នកនេះចូលមក fix វាអ្នកនេះយកពាក្យថា add Java define no incorrect បាច់ add វាក៏បានដែរតោះគ្នាវាអីជាបញ្ហាទេនេះយើងគាត់ទៅខាង display as quick example យកពាក្យថា mul នេះ mul វាចោលមកបានតោះមកអ្នកនេះធ្វើការបង្កើតចឹងដូចខ្ញុំបញ្ជាក់យើងត្រូវបង្កើត class មួយបង្កើតជាចំនួនហៅថា inman ដាក់វានៅក្នុង inman អញ្ចឹងដើម្បីយើងធ្វើការរកតាក់ទងមួយនឹង sum of number រកផលបូកនៃចំនួនសេសបាទចំនួនសេសដែលមានចាប់ពីលេខ0ដល់លេខ100ពីលេខ1ដល់លេខ100តើត្រូវធ្វើម៉េចព្រោះសារមិញខ្ញុំកំណត់ថាបើសិនបើយើងចង់រកតាក់ទងមួយនឹង display វា display រកចំនួនចំនួនសេសអញ្ចឹងយើងមិនត្រូវយក i ចែកនឹង2មិនស្មើ0បើយើងរកចំនួនវិជ្ជមាន even i ចែក2ស្មើនឹង0អញ្ចឹងណាអូខេអញ្ចឹងខ្ញុំបង្កើតទៅលើ public static void main នេះអូខេតោះណាខ្ញុំមួយអត់សូវហ៊ានឲ្យអ្នកទាំងគ្នាលឿននេះខាច់អ្នកទាំងគ្នាធ្វើអត់តាន់អញ្ចឹងខ្ញុំទៅសេមួយអត់សូវឲ្យអ្នកទាំងគ្នាលឿនទេបើអ្នកគ្នាលឿនហើយអ្នកទាំងគ្នាសេអត់កូដនឹងអត់តាន់ណាបាទតោះមកខ្ញុំធ្វើការនេះមកខ្ញុំដាក់ពាក្យថា find to sum out of number between ពី1ដល់100អញ្ចឹងខ្ញុំចង់រកផលបូកនៃចំនួននៃចំនួនសេសដែល start ចាប់ពី1ដល់100អញ្ចឹងអ្នកមានទៅតាំង integer ទៅលើ sum មួយបាទមួយអត់ឲ្យបង្ខំទេបាទ integer ទៅលើ sum ស្មើ0អ្នកមានតាំង integer sum មក0បន្ទាប់មកអ្នកមានត្រូវប្រើ loop ទេបាទខ្ញុំដាក់ថាបើសិនបើ i ស្មើ1ហើយ i យើង start ចាប់ i យើងតូចជាងឬស្មើនឹង100ហើយតូចជាងស្មើ100អញ្ចឹងវានោះគឺ i បូកអញ្ចឹងមានថាបើសិនបើ i ស្មើ1អញ្ចឹងវា start ចាប់ពីលេខ1រហូតដល់100តូចជាងឬស្មើ100តែបើយើងតូចជាង100អាហ្នឹង99អញ្ចឹង i ស្មើ1 i តូចជាង100 i បូកអញ្ចឹងយើងចង់រកតែទៅនឹងផលបូកព្រោះពាក្យថាបូកគឺជាចំនួនគុណអីមួយអញ្ចឹងចង់រកផលបូកនៃអីគឺផលបូកនៃចំនួនសេសអញ្ចឹងធ្វើដូចមុនអញ្ចឹងបើ loop ខ្ញុំខ្ញុំបានទៅប្រើលក្ខខណ្ឌ if ផងបាទបើសិនមក i ចែក2មិនស្មើ0យ៉ាអញ្ចឹងបើសិនមក i ចែក2មិនស្មើ0អ្នកនេះចាប់បានធ្វើផលបូកនៅក្នុងដំណើរការរបស់ if នឹងតែម្ដងអញ្ចឹងខ្ញុំយក sum បូកស្មើនឹងអីបូកស្មើនឹង i បាទពេលថាអ្នកនេះដឹងស្រាប់ហើយមិនខ្ញុំយក sum បូកស្មើ i តាមពិតទៅអាពាក្យ sum បូកស្មើ i ហ្នឹងវាមកពីពាក្យពេញថា sum ស្មើទៅនឹង sum បូកនឹង i យេចឹងណាបាទអញ្ចឹង sum បូកស្មើ i មានថា sum ថ្មីស្មើទៅនឹង sum ចាស់បូក i មានថាបើសិន sum ស្មើ0អញ្ចឹង0ស្មើទៅនឹង sum ថ្មី1អញ្ចឹង1បូក0អញ្ចឹង1បូក0បាន1អញ្ចឹងវា store តម្លៃ1ស្មើនឹង1បូក1អធិស្ឋានអធិស្ឋាន0 1អាចបានហ្នឹងហើយអញ្ចឹង1ស្មើទៅនឹង2បូក1អញ្ចឹងបាន2ស្មើទៅនឹង1បូក3អញ្ចឹងបាន4 store 4អញ្ចឹងអាហ្នឹងគឺតម្លៃទុកឧទាហរណ៍ខ្ញុំឃើញនៅដល់ខ្ញុំមើលងាយយល់មួយចុះឧបមាថា0ស្មើនឹង1បូក1ត្រូវអត់អញ្ចឹងស្មើបាន
ស្មើ2ទៀតបាទងាយយល់ឧទាហរណ៍ងាយយល់តែម្ដងមកថាតើអរគ្នាតើណាតើអរគ្នាបាទមួយទៀតយើងមាន2អញ្ចឹង2ស្មើទៅនឹង1បូក2ទៀតអញ្ចឹងបាន3យ៉ាអញ្ចឹងវាស្ត3ទុកនៅក្នុងនឹងទៀតណាបាទទៀតអញ្ចឹងយើងបាន3អញ្ចឹង3ស្មើទៅនឹង1បូក3ទៀតអញ្ចឹង1បូក3បាន4អញ្ចឹងវាស្ត4វានិយាយទៅវាធ្វើអញ្ចឹងបដារហូតដល់100តែហើយបណ្តែដើម្បីយកតម្លៃមួយនឹងបានមកប្រើបានតើអ្នកនរគ្នាយក i ចែកទៅនឹង2មិនស្មើ0ព្រោះវាជាចំនួនអក់ជាចំនួនវិចំនួនជាចំនួនសេសទៅបើយើងចង់លើចំនួនគូអានោះវាផ្សេងទៀតអូខេអញ្ចឹងអ្នកនេះចុះពីបន្ទាត់បើយើងគឺបន្ទាត់ if ហើយនឹងបន្ទាត់ loop បាទអញ្ចឹងអ្នកនេះទៅចុះពីតាគារបស់ if ហើយនឹងតាគារបស់ loop បន្ទាប់មកអ្នកនេះទៅការ display វាអញ្ចឹងខ្ញុំបាន system ដល់ទៅនឹង out ដល់ទៅនឹង print len ឬក៏យើងយក print ធម្មតា print អីក៏បានដែរបាទឲ្យទៅ print បាទអញ្ចឹងអ្នកនេះដាក់ពាក្យថា the sum of the odd number is បាទងាប់ទេដោយសារយើងមានពេលវេលាខ្លីអញ្ចឹងអ្នកនេះបោះអីចូលបោះ sum ចូលព្រោះ sum គឺជាផលបូកឲ្យយើងហើយខ្ញុំធ្វើការ run code មកអ្នកទាំងគ្នាមើលតែមួយអញ្ចឹងមុនអ្នកគ្នាទៅស្គាល់ដូចខ្ញុំបញ្យល់អ្នកគ្នាសារដើមអញ្ចឹងខ្ញុំសូមបញ្យល់ក្នុងទៀតអញ្ចឹងឧបមាថាពេចបានសាំបូកស្មើអាយមានថាសាំថ្មីស្មើនឹងសាំចាស់បូកអាយឧបមាថាសាំថ្មី0សាំចាស់នេះបាន1អញ្ចឹង1បូកត្រង់អាយ1បាន2អញ្ចឹងស្ត2ស្មើនឹង1បូក2អញ្ចឹងបាន3ស្ត3 1ស្មើនឹង3បូក1ស្មើ3ស្មើទៅនឹង1បូក3អញ្ចឹងបាន4អញ្ចឹងវាស្ត4ធ្វើបដារហូតដល់100ប៉ុន្តែវាតើចំនួននោះវាជាចំនួនសេសដែរត្រូវអត់បាទអញ្ចឹងខ្ញុំសម្រានកូដអញ្ចឹងពេលខ្ញុំរ៉ានកូដហ្នឹងទៅវាដាក់ថា error អញ្ចឹងខ្ញុំរ៉ាន់ក្នុងទៀតយ៉ាកូដដើរអញ្ចឹងមានបង្ហាញថា the sum of the odd number គឺ2500អញ្ចឹងចម្លើយរបស់វាគឺ print បាន2500នៃផលបូកចំនួនសេសចាអាហ្នឹងគឺជា Java របស់យើងតិចច្រឡំឃើញអញ្ចឹងខ្ញុំជប់ទៅអត់ទេអានេះសិតតែយើងត្រូវចេះតែទៅមួយនឹង Java អញ្ចឹងឥឡូវខ្ញុំ print ដល់គ្នាមកលំហាត់ទៀតហើយយើងសម្រាប់ហើយវីដេអូក្រោយនឹងបញ្យល់អ្នកគ្នាពីលំហាត់បន្តទៀតចូលដល់លំហាត់ទី3ធ្វើ total បាទ total number of number between ពី1ដល់100យើងធ្វើហៅថាចំនួនសរុបនៃចំនួននឹងដដែលចំនួនសេសដដែលប៉ុន្តែនៅចន្លោះពី1ដល់100ដូចគ្នាមានថាយើងចង់រកវាជាចំនួនtotal number គេថាគឺជាការរាប់ចំនួនហើយថាជាការtotal មានថាបូកសរុបទៅអញ្ចឹងយើងចង់រកចំនួនសរុបអញ្ចឹងយើងចង់ធ្វើ total of the odd number រកចំនួនសរុបនៅក្នុងចំនួននៅក្នុងចំនួនសេសបាទអូខេដូចគ្នាខ្ញុំបង្កើត folder មួយទៀតមកដល់គ្នាបាទខ្ញុំដាក់វាថាជា total outnum ដល់ទៅនឹងATO no ដល់ទៅនឹង Java ខ្ញុំ rep វាចេញខ្ញុំ fix វាមកអូខេអញ្ចឹងអ្នកត្រូវបង្កើតទៅលើ public យ៉ា public static void main តោះបាទអញ្ចឹងខ្ញុំបញ្ចូលដាក់ថា total to define the odd number between ពី1ដល់100ចេញចុចគេធ្វើ total number ធ្វើចំនួនសរុបដើម្បីបង្ហាញឲ្យឃើញពីចំនួនសេសដែលនៅចន្លោះពីលេខ1លេខ100អត់បាក់ទេដល់គ្នាបាទទី1អានេះយើងធ្វើដូចតែមុនដែរទេគាត់ថាអ្នកគ្នាបង្កើតពីមុនអ្នកនេះចង់រកផលបូកអានេះអ្នកនេះចង់រកtotal number ចង់រាប់ចំនួនសរុបបាទពាក្យ total number រាប់ចំនួនសរុបគេដាក់ sum total អាហ្នឹងបានផលបូកសរុបអញ្ចឹង total number គឺចំនួនសរុបដើម្បីទៅការបង្ហាញពីចំនួនសេសអញ្ចឹងអ្នកនេះតាំងវាជា integer ទៅលើ count មួយយើងអាច count វាស្មើ0ទៅបាទ count មក0តោះនៅអ្នកធ្វើប្រើ loop ណាថាប្រសិនមក i ស្មើ1
ai tôi chưa được mà rồi chẳng tôi nó cứ ai bố bố ok và tóc nó nhập hết thơ ca thơ đi từ môn chẳng nhầm lại lẹ khăn và sân mà ai chạy nâng phí mình mà xốn cho mà sân mà ai chạy nâng phí mình mà xấu này chẳng mà sân mà ai bảo biết chạy nâng phí tới mình mà xấu nghe thảo bảo biết mình mà xấu thế nhầm ai khao nó cứ bố bố nghe thảo ai kia rộp chân luôn chứ những ta khăn mà xấu này chắc đọc về ai chạy phí mình mà xấu thế anh chỉ chân sẽ chứ nhầm ai bị khao ở bị thừa tôn ta nằm ở bị khao rộp nó đâu mà nó tao mới cho phí bị toát bỏ ý cho bị toát bỏ phố nhận hay thực cả từ system và đo tình năng print tao mới nhận đã tiết tha đã count of number of number i tao mới nhận bỏ ấy và bỏ khảo và bỏ khảo tích cho lắm bỏ mía tích cho lắm bỏ ai nó khó mà của ai nó cái chơi luôn nhưng xong chơi là ai luôn chứ như bỏ ai nó nhập mía bà cho như bỏ cái này đọc mía bà như bỏ khảo chứ nhưng ra này đọc người chẳng phải nó bên hai này tập hòn được count out the odd number cứ hạ sập chẳng vi rộp cho mà rồi đón đi smile total number cho nên sập bằng off rồi bỏ odd number min hạ sập lệ chẳng trong khối nhung ở cô này đọc nên sẽ nhập cá tu sna với tàu và ở con chân nhập cá tu sna với tàu khối những video nào để tẹt trong xếp phone Java programming với tàu thế này chân chung nhau với tàu cao tiêu bị nhung sọn support is an IT channel department software development ở con chân